បាទជំរាបសួរហើយក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍កម្មកាន់ Channel Pan Official ហើយ Channel នេះនិយាយរួមទៅគឺខ្ញុំធ្វើជាប្រភេទវីដេអូជញ្ជាត់ត្រីក្រឹមទេហ្នឹងហើយប៉ុន្តែឥឡូវនេះគឺខ្ញុំបានផ្លាស់ប្ដូរវាមកជា Channel ដែលនិទានរឿងរន្ធត់រឿងអមនុស្សឬក៏រឿងអាគមអីផ្សេងទៅហ្នឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគាំទ្រក៏ដូចជាចូលចិត្តហើយបើបងប្អូនគាំទ្រហើយកុំភ្លេច like ក៏ដូចជា comment នៅក្នុងវីដេអូនេះម្នាក់មួយហើយសាច់រឿងនេះគឺខ្ញុំបានពីលោកអ៊ំម្នាក់ដែលគាត់ឈ្មោះថាលោកអ៊ំជួនហ្នឹងហើយគឺសាច់រឿងនេះគឺពិសេសខ្លាំងមែនទែនបងប្អូនគឺពេលដែលខ្ញុំទៅធ្វើការជួបគាត់ហើយគាត់បាននិយាយរ៉ាយរ៉ាប់ប្រាប់រឿងរ៉ាវទាំងអស់នេះបានមកដល់ខ្ញុំហ្នឹងហើយគឺនិយាយរួមទៅគឺរឿងនេះគឺពិសេសដោយសារតែមានមនុស្សផ្សេងគ្នាប៉ុន្តែជួបសាច់រឿងនៅកន្លែងតែមួយបងប្អូនគឺពិសេសត្រង់ហ្នឹងគឺមនុស្សផ្សេងគ្នាប៉ុន្តែជួបសាច់រឿងនៅកន្លែងតែមួយហើយកន្លែងដែលជួបហេតុការណ៍រន្ធត់ហ្នឹងឯងគឺបងប្អូនគឺកន្លែងហ្នឹងគឺគេហៅថាទួលកប់សពបុរាណកាលពីដើមបងប្អូនគឺមានមនុស្សស្លាប់ឬក៏មានមនុស្សដែលខូចហ្នឹងឯងគឺគេអត់យកទៅបូជាទេបងប្អូនគឺគេយកទៅបញ្ចុះនៅកន្លែងទួលបុរាណហ្នឹងហើយគឺដែលលោកអ៊ំគាត់ប្រាប់ខ្ញុំហ្នឹងគឺទួលបុរាណហ្នឹងគឺនៅខាងក្រោយភូមិបងប្អូនទួលបុរាណហ្នឹងគឺនៅខាងក្រោយភូមិហើយពេលដែលមានមនុស្សស្លាប់គឺគេនឹងយកសាកសពឬក៏អ្នកស្លាប់ហ្នឹងយកទៅបញ្ចុះនៅខាងក្រោយភូមិហ្នឹងហើយសាច់រឿងដែលគាត់ជួបក៏ដូចជាលោកអ៊ំទួនហ្នឹងហើយលោកអ៊ំទួនក៏គាត់ជួបនៅកន្លែងហ្នឹងហើយនឹងម្ដាយបងប្អូនម្ដាយរបស់ខ្ញុំក៏គាត់ជួបនៅកន្លែងហ្នឹងដែរអញ្ចឹងសាច់រឿងនេះគឺពិសេសខ្លាំងមែនទែនតោះឥឡូវកុំឲ្យបងប្អូនខាតពេលវេលាយូរចូលទៅស្ដាប់សាច់រឿងពេញជាមួយខ្ញុំទាំងអស់គ្នាដើមនៃសាច់រឿងយើងដំបូងគឺវេលាម៉ោងប្រហែលជា12បងប្អូន12ថ្ងៃត្រង់លោកអ៊ំជួនគាត់បានមកពីដើរលេងវិញបងប្អូនកាលហ្នឹងគឺគាត់នៅក្មេងបងប្អូនឥឡូវនេះគឺគាត់មានអាយុប្រហែលជាចូល50ចូល60ហើយបងប្អូនគឺអាយុគាត់គឺខ្ញុំបានសួរដែរបងប្អូនហ្នឹងហើយតែចេះស្រ័យបងប្អូនខ្លាំងមែនតើហើយបើតាមតែខ្ញុំមើលវ័យគាត់គឺចូលលក្ខណៈលបាក់50ទៅ60ហ្នឹងហើយគឺពេលដែលគាត់មកពីដើរលេងវិញគឺគាត់បានដើរកាត់កន្លែងទួលហ្នឹងតាមពិតគឺទួលហ្នឹងបងប្អូនគឺមានផ្លូវវាងប៉ុន្តែនេះដោយសារតែពេលថ្ងៃគាត់គិតថាវាអត់អីទេបងប្អូនក៏គាត់បានដើរកាត់កន្លែងហ្នឹងហើយផ្លូវវាងគឺវាមានតែវាឆ្ងាយបងប្អូនគឺពេលយប់គឺគេដើរកាត់កន្លែងហ្នឹងទេគឺពេលយប់គឺគេសុខចិត្តធ្វើការដើរវាងឆ្ងាយពីហ្នឹងមែនប៉ុន្តែគេអត់ដើរកន្លែងហ្នឹងទេប៉ុន្តែលោកអ៊ំជួនគឺគាត់បានដើរកាត់កន្លែងហ្នឹងដោយសារតែគាត់គិតថាវាអត់អីទេពេលថ្ងៃប៉ុន្តែបញ្ជាក់បងប្អូនអើយម៉ោង12ថ្ងៃត្រង់នេះគឺជាម៉ោងដែលពួកអស់ហ្នឹងចេញដែរបងប្អូនពេលដែលលោកអ៊ំជួនគាត់បានដើរមកដល់កន្លែងហ្នឹងបងប្អូនគឺមានដើមថ្នោតមួយដើមគាត់ដើរកាត់មកដល់កន្លែងដើមថ្នោតហ្នឹងគឺមានផ្លែថ្នោតធ្លាក់ក្ដុកនោះគឺថ្នោតទុំហើយលោកអ៊ំគាត់បានងាកមើលទៅថ្នោតហ្នឹងបងប្អូនងាកមើលទៅផ្លែថ្នោតហ្នឹងអូគាត់ថាថ្នោតទុំទេអត់អីទេហ្នឹងហើយតែបុកពោះដែរបងប្អូនព្រោះដើរមកដល់ថ្នោតធ្លាក់ក្ដុកដល់ពេលហើយគាត់ងើយឡើងទៅលើបងប្អូនហើយគាត់ងើយឡើងទៅលើបញ្ជាក់គឺថ្នោតហ្នឹងគឺថ្នោតឈ្មោលទេបងប្អូនអញ្ចឹងចុះថ្នោតទុំនេះគឺធ្លាក់មកពីណាបងប្អូនពីព្រោះថាដើមថ្នោតហ្នឹងគឺជាដើមថ្នោតឈ្មោលហើយចុះថ្នោតដែលធ្លាក់មកនេះគឺជាថ្នោតទុំបងប្អូនថាសម័យមួយតើវាធ្លាក់មកដោយសារអីបើសិនជានៅចិត្តហ្នឹងមានដើមថ្នោតញីឬក៏ដើមថ្នោតផ្សេងទៀតហ្នឹងហើយអាហ្នឹងយើងចាត់ទុកថាចៃដន្យឬក៏មិនអញ្ចឹងណាប៉ុន្តែនេះគឺជាដើមថ្នោតឈ្មោលហើយដើមខ្ពស់ទីបងប្អូនហើយគឺគាត់ថាដើមហ្នឹងលបាក់ប្រហែលជាចូល20ម៉ែត្រទៅដល់30ម៉ែត្រដើមថ្នោតហ្នឹងបងគាត់ប្រាប់ខ្ញុំគាត់ថាដើមថ្នោតខ្ពស់មិនដែលនរណាគេយកថ្នោតទៅគប់ដល់លឺហ្នឹងបងប្អូនអានេះគេប្រាប់ណាបងចាប់ដើមចូលសាច់រឿងយើងរន្ធត់ទៅណាពេលដែលគាត់គិតបែបនេះក៏គាត់មានអារម្មណ៍មួយថាតែចុះថ្នោតនេះថ្នោតទុំហើយដើមថ្នោតនេះគឺដើមថ្នោតឈ្មោលទេហើយចុះមិនឲ្យវាធ្លាក់មកហ្នឹងបុកពោះដល់បុកពោះភើតហ្នឹងណាហើយដល់ពេលហើយគាត់ក៏បានដើរទៅទៀតរៀងភ័យឯងដើរទៅប្រហែលជាបាន10 20ម៉ែត្រទីបងប្អូនហើយគឺគាត់បានឃើញដើមម្សៅបងប្អូនស្គាល់ដើមម្សៅខ្ញុំក៏អត់ស្គាល់ដែរប៉ុន្តែតាមដែលគាត់ប្រាប់ខ្ញុំគាត់ថាដើមម្សៅហ្នឹងគឺ
ផ្លែវាគឺរាងតូចជាងផ្លែស្លាផ្លែវាបងប្អូនឲ្យដូចជារត់ចឹងផ្លែវាគឺថាគាត់ថាកម្មាល់ចេញមកដូចជារត់យើងក្រុងមន់យើងក្រុងត្រីចាប់ហ្នឹងគឺផ្លែវាគឺចេញមកបែបហ្នឹងពេលដែលគាត់ដើរទៅដល់កន្លែងហ្នឹងបងប្អូនគាត់ថាដើមផ្សារហ្នឹងគាត់ថាយូលនេះគាត់ថាឡើងយូលមិនគាត់ថាមិនអត់មានខ្យល់ទេគឺបរិយាកាសគឺជុំវិញនេះគឺស្ងប់ស្ងាត់ធម្មតាទេប៉ុន្តែគាត់ថាដើមផ្សារនេះគឺយូលគឺបងប្អូនអានេះគាត់ចាប់ផ្ដើមភ័យខ្លាំងមែនតើរត់យកបដ គាត់ថាលែងចិត្តច្រើននេះគាត់ថាដឹងតែខ្មោចលោរត់យកបដ ដល់ពេលក៏រត់ទៅដល់ផ្ទះភ័យគាត់ថាភ័យខ្លាំងមែនតើបងប្អូនញាក់ញ័រដល់ពេលម៉ែពុកម្ដាយរបស់គាត់ក៏បានឃើញគាត់ភ័យខ្លាំងពេកក៏បានយកទៅឲ្យលោកអ៊ំធួនគាត់បញ្ជាក់ឈ្មោះហ្នឹងហើយគាត់បញ្ជាក់ឈ្មោះច្បាស់គឺគាត់ថាម្ដាយឪពុករបស់គាត់គឺបានយកគាត់ទៅឲ្យលោកអ៊ំធួនស្រោចទឹកហ្នឹងហើយក៏ដូចជាធ្វើអីផ្សេងពាក់ខ្សែកថាពាក់អីអញ្ចឹងណាឲ្យបាត់ភ័យបាត់ញាក់ញ័រអញ្ចឹងទៅហ្នឹងហើយបន្ទាប់ពីគាត់រៀងធូរស្បើយរៀងបានគ្រាន់បើមកវិញបានប្រហែលជា5-6ថ្ងៃបងប្អូនហ្នឹងហើយគឺអ្នកជួបបន្ទាប់ហ្នឹងហើយអ្នកជួបបន្ទាប់ហ្នឹងគឺកូនរបស់លោកអ៊ំទួនដែរជាអ្នកស្រោចទឹកឲ្យតាជួនហ្នឹងហើយនេះលោកអ៊ំជួនដែលគាត់ជួបឲ្យទៅស្រោចទឹកស្រោចអីថ្ងៃមុនហ្នឹងហើយអញ្ចឹងអ្នកជួបបន្ទាប់នេះគឺជាកូនរបស់គាត់ហើយសាច់រឿងដែលគាត់ជួបនេះគឺបែបណាតោះឥឡូវចាំខ្ញុំប្រាប់ជាបន្តទៀតកូនលោកអ៊ំទួនគឺជាអ្នកធ្វើនំបងប្អូនកូនលោកអ៊ំទួនហ្នឹងគឺជាអ្នកធ្វើនំបងប្អូននំត្នោតនំអំបែងត្នោតបងប្អូនគឺផ្លែត្នោតទុំយើងគឺអាចយកទៅធ្វើជាបង្អែមក៏ដូចជានំអីបានច្រើនមុខបងប្អូនបងប្អូនធ្លាប់ហូបអត់នំបែងត្នោតនំត្នោតឬក៏ចំហុយត្នោតអញ្ចឹងតែហ្នឹងហើយអញ្ចឹងដោយសារតែកូនលោកអ៊ំទួនគឺគាត់ជាអ្នកធ្វើនំត្នោតអញ្ចឹងគាត់ត្រូវងើបពេលព្រឹកទៅរើសត្នោតរើសអីអញ្ចឹងណាបងប្អូនដើម្បីយកមកធ្វើនំវេលាម៉ោង5ទៀបភ្លឺបងប្អូនគាត់ថាមិនដល់ជា5ទេគាត់ថា4ជាងគាត់ថាម៉ោង4ជាងបងប្អូនទៀបភ្លឺគឺកូនលោកអ៊ំទួនហ្នឹងគឺបានទៅដើររើសផ្លែត្នោតពីដើមមួយទៅដើមមួយពីដើមមួយទៅដើមមួយបងប្អូនហ្នឹងគាត់ថារើសរាល់ថ្ងៃគឺអត់អីទេប៉ុន្តែត្នោតវាចេះតែស្បាយបងប្អូនដូចថារើសនៅដើមនេះអញ្ចឹងគឺដើមនេះក៏វារៀងអស់ផ្លែត្នោតទៅក៏បានរើសទៅដើមផ្សេងទៀតដើមនេះរៀងស្បាយរើសទៅដើមផ្សេងទៀតបន្ទាប់ពីរើសដេញទៅដល់ណាបងប្អូនទៅដល់ទួលកប់សពបុរាណហ្នឹងហើយអញ្ចឹងថ្ងៃដែលគាត់រើសទៅដល់ទួលហ្នឹងគឺចូលសាច់រឿងដែលយើងរន្ធត់ហ្នឹងហើយបងប្អូនបាទសាច់រឿងបន្ទាប់នេះគឺញាក់សាច់បងប្អូនញាក់សាច់ជារឿងទី1ឆ្ងាយបាទអញ្ចឹងបន្ទាប់ពីថ្ងៃហ្នឹងគឺគាត់ថាវេលាម៉ោងប្រហែលជា4ជាង5បងប្អូនហ្នឹងហើយគឺកាលសម័យមុនបងប្អូនម៉ោងប៉ុណ្ណឹងគឺអត់ភ្លឺណាបងប្អូនអត់សូវមានអំពូលអគ្គិសនីអត់មានអីគឺគាត់ថាល្ងឹតបងប្អូនល្ងឹតគាត់ថាល្ងឹតខ្លាំងគាត់ថាពេលហ្នឹងគឺគាត់បានរើសទៅដល់ចិត្តទួលកប់សពរាហ្នឹងបងប្អូនណាគាត់ថាឃើញអូផ្លែត្នោតច្រើនណាគាត់ថាអូយសប្បាយរើសគាត់ថារើសតែមួយដើមហ្នឹងគឺគ្រប់បដ ாய் បាយទៅរើសដើមណាទៀតទេអញ្ចឹងក៏សប្បាយចិត្តគាត់ថារើសបដើរើសដាក់ចូលបាវបងប្អូនណាប៉ុន្តែមិនរើសច្រើននេះគាត់ថ្លៃលើកអត់រួចអញ្ចឹងដល់ពេលគាត់រើសស្រាប់តែមានសម្ោលអីមួយបងប្អូនគឺគាត់មានអារម្មណ៍ថាមានសម្ោលអីមួយគឺនៅចិត្តគាត់ក៏មានអារម្មណ៍ថាអត់ស្រួលដល់ពេលអញ្ចឹងទៅគាត់ដូចថារៀងព្រឺសម្បល់រៀងភ័យដែរបងប្អូនហ្នឹងហើយក៏បានរើសជាបន្តទៀតទៅហើយបងប្អូនមិនដឹងជាម៉េចឪពុករបស់គាត់ដែលជាលោកអ៊ំទួនហ្នឹងក៏បានធ្វើដំណើរទៅតាមក្រោយបងប្អូនគាត់អត់ទុកចិត្តគាត់ថាថ្ងៃហ្នឹងប្រហែលជាកូនរបស់គាត់អាចនឹងទៅរើសនៅកន្លែងហ្នឹងហើយពីព្រោះថាគាត់ដឹងថារើសពីម្ដងទៅម្ដងវាកាន់តែស្បើយវាកាន់តែអស់អញ្ចឹងណាហើយណាមួយលោកអ៊ំទួនហ្នឹងគឺគាត់ជាគ្រូទេហ្នឹងហើយភ្លេចបញ្ជាក់អ្នកទាំងអស់គ្នាពេលដែលខ្ញុំនិយាយពីដំបូងមិញហ្នឹងថាឲ្យលោកអ៊ំជួនដែលគាត់ទៅស្រោចទឹកស្រោចអីហ្នឹងអ្នកនរគ្នាប្រហែលជាដឹងហ្នឹងហើយអញ្ចឹងខ្ញុំបញ្ជាក់ថែមគឺលោកអ៊ំទួនហ្នឹងគឺគាត់ជាគ្រូហ្នឹងហើយដូចគាត់ជាដឹងមុនដឹងអីមិនទេស្រាប់តែគាត់ទៅតាមកូនគាត់តាមក្រោយហ្នឹងហើយពេលដែលគាត់ទៅដល់គាត់ថាឃើញសម្ោលអីមួយហ្នឹងគឺឈរនៅចិត្តក្បែរកូនគាត់ហ្នឹងហើយដល់ពេលគាត់ឃើញអញ្ចឹងទៅគាត់ខ្លាចកូនគាត់មានបញ្ហាឬក៏មានបញ្ហាអីមួយអញ្ចឹងទៅក៏គាត់បានស្ទុះចូលទៅផលិតសម្ោលដែលនៅចិត្តកូនគាត់ហ្នឹងក៏បានហោះមែនបងប្អូនគឺបានហោះអាសត្វចេញទៅដើមត្នោតមួយដើមត្នោតដែលគាត់កំពុងតែរើសហ្នឹងហើយដល់ពេលហើយ
លោកអ៊ំទួនហ្នឹងគាត់បានឃើញវាឡើងទៅលើបងប្អូនអើយបងប្អូនសម័យមើលថាវាក្បាលចុះក្រោមជើងឡើងលើបងប្អូនគឺវាឡើងទៅរហូតបងប្អូនវាឡើងទឹកឡើងទៅលើក្បាលចុះក្រោមហើយបានទៅដល់ចុងនេះគឺបានបាត់ហើយលោកអ៊ំទួនហ្នឹងគឺគាត់ឲ្យបានកូនលោកអ៊ំទួនហ្នឹងគឺគាត់បានឲ្យកូនគាត់ថាច្រកថ្នោតច្រកអីឲ្យចងទុកឲ្យស្អាតមកហើយអាចទៅគៀនតិចលោកអ៊ំទួនហ្នឹងក៏គាត់បានសូត្របល័យអីគាត់ហ្នឹងហើយគឺគាត់បានសូត្រនៅដាក់ដៃចែសូត្រចឹងហើយលោកអ៊ំជួនក៏បានប្រែថាលោកអ៊ំទួនគាត់បានយកទៅផ្ទះដើមថ្នោតបងប្អូនយកទៅផ្ទះដើមថ្នោតហ្នឹងហើយមិនដឹងជាម៉េចបងប្អូនអើយពេលដែលគាត់សូត្រហើយផ្ទះហ្នឹងពុបស្រាប់តែមានសម្លេងស្រែកចាចបងប្អូនស្រែកចាចចេញពីដើមថ្នោតហ្នឹងប៉ុន្តែអត់ដឹងនៅណាប៉ុន្តែដឹងថាស្រែកចាចគឺសម្លេងលាន់ឮចាចបងប្អូនពេញព្រៃបន្ទាប់ពីនោះមកគឺកូនលោកអ៊ំទួនហ្នឹងគឺភ័យខ្លាំងមែនតើបងប្អូនអើយពីព្រោះថាអត់ដែរជួបដល់ពេលជួបទៅដូចថារំធត់តក់ស្លុតអញ្ចឹងណាប៉ុន្តែនៅមានតទៀតបងប្អូននៅមានសាហាវជាងហ្នឹងទៀតពេលដែលគាត់ផ្ទះដើមហ្នឹងលាន់ឮសូរចាចស្រាប់តែលិចឡើងនៅខ្មោចមួយបងប្អូនអើយចេញមកពីកថ្នោតហ្នឹងហើយនៅអោបជាមួយនឹងកថ្នោតហ្នឹងហើយអូយមុខវាអាក្រក់ហើយលៀនដាតចុះក្រោមវាថាវាដោយសារតែវាឈឺចុកចាប់អញ្ចឹងណាដោយសារតែការឈឺចុកចាប់បែបនេះក៏វាធ្វើឲ្យថាវាកំឡាវាបន្លាច់ដើម្បីឲ្យយើងបាក់ស្បាតឲ្យយើងរត់អញ្ចឹងណាឲ្យលោកអ៊ំទួនរត់អញ្ចឹងទៅប៉ុន្តែលោកអ៊ំទួនគឺគាត់ជាគ្រូបងប្អូនគាត់មានតែខ្លាចអីគាត់មានតែចោះចាញ់អីគាត់សូត្រផ្ទះមានអីដោយសារតែរដ្ឋអំណាចរបស់គាត់ហ្នឹងក៏បានធ្វើឲ្យខ្មោចហ្នឹងគឺអាសត្វទៅបាត់ទៅហ្នឹងហើយបន្ទាប់ពីនោះមកក៏បានរៀបចំថ្នោតរៀបចំអីហ្នឹងគឺថាច្រកលីយកមកផ្ទះមកហ្នឹងហើយអញ្ចឹងគឺអានេះសាច់រឿងរបស់លោកអ៊ំទួនគឺសាហាវបងប្អូនសាហាវហើយសាច់រឿងនេះខ្ញុំបញ្ជាក់បងប្អូនថាគឺជាសាច់រឿងពិតដែរលោកអ៊ំជួនគឺគាត់បានយកមកប្រាប់ខ្ញុំហ្នឹងហើយគឺពេលដែលខ្ញុំទៅធ្វើការជួបគាត់អញ្ចឹងណាហើយខ្ញុំសួរដេញដល់ពីគាត់តើគាត់ធ្លាប់ជួបសាច់រឿងគ្រោះធត់ឬក៏សាច់រឿងខ្មោចអីអញ្ចឹងអត់គាត់បានប្រាប់ពីរឿងគាត់ខ្លះហើយនឹងរឿងលោកអ៊ំទួនដែលនៅជិតផ្ទះគាត់ហ្នឹងហើយសាច់រឿងនេះគឺជាសាច់រឿងពិតប៉ុន្តែខ្ញុំអត់ជំរុញអ្នកទាំងអស់គ្នាជឿឬក៏មិនជឿទេហ្នឹងហើយវាជឿឬក៏មិនជឿអាស្រ័យទៅលើអ្នកទាំងអស់គ្នាអ្នកស្ដាប់ដោយប្រើការវិចារណញ្ញាណហ្នឹងហើយបកមកចូលសាច់រឿងយើងវិញបន្ទាប់ពីពួកគាត់បានមកផ្ទះរួចអីមកដូចថាបានប្រហែលជាមិនដល់កន្លះខែបងប្អូនគឺសាច់រឿងនេះក៏បានអ្នកម្ដាយរបស់ខ្ញុំគឺគាត់ជាអ្នកជួបម្ដងគាត់ជួបផ្ទាល់ហើយគាត់ប្រាប់ខ្ញុំផ្ទាល់បងប្អូនហ្នឹងហើយគឺគាត់ទើបតែប្រាប់ប្រហែលថ្ងៃមុនទេនៅស្រុកស្រែជនបទរបស់យើងមិនថាឥឡូវឬក៏បច្ចុប្បន្នឬក៏កាលពីមុនទេគឺប្រជាពលរដ្ឋយើងក៏ដូចជាកសិករប្រជាពលរដ្ឋខ្មែរយើងគឺគាត់ចូលចិត្តនេសាទត្រីដើម្បីយកទៅដោះដូរជីវភាពអញ្ចឹងណាបងប្អូនប៉ុន្តែខុសត្រង់ថាសម័យមុនគឺគេយកអាត្រីហ្នឹងណាបងប្អូនគេអត់យកដូរលក់ដូរជាលុយទេគឺគេយកដោះដូរជាអង្គឬក៏ជាស្រូវបងប្អូនកាលសម័យមុនអាហ្នឹងដើរតាមដែលពុកម៉ែរបស់ខ្ញុំគាត់ប្រាប់ហ្នឹងហើយអញ្ចឹងថ្ងៃមួយបងប្អូនវេលាម៉ោង3ម៉ោង4គាត់អត់បញ្ជាក់ច្បាស់គាត់ថារៀងភ្លេចម៉ោងដែរគាត់ថាលបាក់ប្រហែលជាម៉ោង3ម៉ោង4គឺអ្នកម្ដាយក៏ដូចជាឪពុករបស់ខ្ញុំហ្នឹងគឺបានទៅនេសាទត្រីគាត់ថាអូបានត្រីច្រើនដែរហ្នឹងហើយគាត់ថាបានប្រហែលជា3 4តំណោតបងប្អូនគឺអាហ្នឹងតំណោតហ្នឹងគេថាបងប្អូនប្រហែលជាស្គាល់ហើយគឺក្បាប់ត្នោតយើងណាគឺក្បាប់ត្នោតយើងដែលយើងសកយកតែអាស្នូលនៅក្នុងស្លឹកនៅកណ្ដាលស្លឹកយកដោតត្រីតំណោតមកគាត់ថាបានប្រហែលជា4 5តំណោតក៏បានត្រឡប់មកផ្ទះវិញដោយសារតែមេឃរៀងល្ងឹតដែរហ្នឹងហើយក៏បានត្រឡប់មកដល់ផ្ទះវិញក៏បានឲ្យម្នាក់ម្ដាយរបស់ខ្ញុំហ្នឹងយកត្រីយកទៅដោះដូរដើម្បីយកអង្ករមកដាំបាយធ្វើម្ហូបអីចឹងណាបងប្អូនបានលុយតិចតួចឬក៏អង្ករខ្លះដើម្បីយកមកដោះដូរចោះទាល់ដើម្បីជីវភាពដើម្បីធ្វើម្ហូបធ្វើអីចឹងទៅហ្នឹងហើយបន្ទាប់ពីគាត់បានគាត់ថាពេលហ្នឹងគាត់ថាបានដើរកាត់នៅកន្លែងទួលបុរាណហ្នឹងទួលកប់សពបុរាណហ្នឹងគាត់ថាដើរទៅហ្នឹងពេលល្ងាចទេបងប្អូនវាមិនជាបញ្ហាទេគាត់ថាម៉ោងប្រហែលជាម៉ោង4ជាងម៉ោង4ជាង5ល្ងាចហ្នឹងគាត់ថាដើរទៅអត់ជាបញ្ហាទេប៉ុន្តែគាត់ត្រូវដើរកាត់ទួលហ្នឹងទៅលក់នៅភូមិគាត់ថា
cái hào ông bơ prey ông ổn cứ quạt lại để quạt từ lụa nó cứ quạt hơi thấp phúng ông bơ prey rồi bây quạt lụa đọt đôi om nó bàn co vài chỉ 4-5 cái bóng của bàn lọp màu vinh với để quạt bàn lọp màu vinh máu cái riêng chơi đá bông ổn cứ riêng là ngất đấy có tham màu vài chỉ vào mũi chiến nó cứ là ngất đó bông ổn rồi mày nữa cái bàn lọp màu vinh chất đo cả lạnh tua nó ổn ở toán đo thì quạt bàn lọp màu vinh nó chất đo cả lạnh tua nó cứ quạt bàn khơi nhỉ ri mình nè quạt khơi bị chìm ngái đó bông ổn bên trái quạt cái thắt sợi để sao để slit spot đo bên trái các bạn từng ngào bông ổn vậy đo lạiนี่คือเรื่องปรึงสมบัติศาสตร์ยังสมัยเคยรู้เพียวพอเราเคยใส่มันเนี้ยสลิดสปุตดออ้ายเป็นไต้กระบาลแต่เงาไปเด็กก็ได้จัดดอลก็ท่าโอ้อัศรุเลยปูกอดปูปีผัวท่าในนั้นก็คิดดังในมุมโอนปีตูนึงไปเด็กก็ได้มาดอนั้นก็ก็เลยเคยทำมินในดีมันเนี้ยดออ้ายเป็นสปุตกระบาลแต่เงาสปุตบอกขมันก็ไปเจ๊บานเจ้ามุมโอนะก็รักบาลแต่เงาแต่เรื่องขมันสมบูรณ์เรื่องขมันก็รักเคยเดินทำเป็นมันเลยก็ท่าอัศรุเลยก็กับบ้านดาวเวียงบองยมปราบบองพระโอเนาะก็ยมทาตัวนั้นคือเมียนเพลเวียงáนั่นก็สักเก็ตดาวช่างบองก็สักเก็ตดาวช่างก็อัดสักเก็ตดาวกัดตัวแล้วnàyคือปูทักคืออย่างหนึ่งคือเนอขมเอาอย่างไงหนึ่งก็กระทักขมเอาอย่างก็ทำไมไม่ได้บองก็บ้านดาวเวียงมาเพลช่างต้นท้ายเมียนหนาบองพระโอnàyขมเอานั่งมากัดbị một con điệnบองพระโอนักมากมาแต่เงาเลยmột cạn nó bị một con tiết và chẹo một ổn một đừng con chụp tiết nó còn tham miên ầu muối còn tha đo cái này để lời cạn nó còn tham miên đào lo ầu mà thích ra ầu nó miên tắc cái nào mà chẹo ầu nó khi cho tôi cào riêng chơi ấy thời làng màu bình còn tha tua nó ở ầu nó ăn miên thực tế chứ còn cho đào cắt nòng ầu nó nằm bên lo mà làng lừa mình về để làng mà đo lứa bông bồn mình toán nó đo lứa phong sạt để riệp nó đo làng lứa nhưng mình thử tao bông bồnสมัยมั้ยไปยังจัดดอเรือตัวเรือโอ้ยังมันตองสมัยตองไปทำมาเชื่อมาไอ้ที่ตัวดำใบลางเรือโอ้นั่งจังนะทราบแต่กดตองเชื่อnó lăngปุ๊บกดngười làm từ lừa bông bồn nói cứกดคืออ่ะขโมยมาแต่เงานึงเนื้อbị mộtกดจะอ่างคอนึงchoติดบงบนจะอ่างคอนึงchoรถแบบพัดแบบพิงtới đó tiaโอ้ก็ท่าlên qua đường co lên ấy có tha có hai chị ban ở có tha 4-5 cái pong đấy cái điện nơi nâng cái chứa ôn cái điện cái có thắt chéo cháu tây tầm mông ôn rút tập phát tập pin tới đó té có ban tập hot mà đó té tập phục tập bong này bong một quạt nữa có tha ô mọi đồ quạt có tha vì mà đó té nó cứ phục xua nó ăn co nó ấy hay mấy cái phơi salon phơi nhá có tha có chặt cháu ói mọi lon tạm lấy có tha mọi lon nè mọiตัวกอบสอบโบราณนั้นก็ท่าให้จะไม่ด่ากัดนั้นก็ท่ามีด่ากัดนั่งนะดาวเวียงนั่งคนตายไปเนอะจูบเธอไหมประตูปีกอดเพยนึงก็ท่ากอดมาใส่จีเพยครั้งนี่กอดเพยจูบมาปลาหนึ่งมอเด็กคนตายไปได้จูบเป็นมอดอยแต่ไอ้เรียกบานทอมทอยอ่ะกาเพยกาไอ้หนึ่งตีนั่งนะเอาโดยจีลูกอมจูนในกอดสไลด์ตะพองทั่วใส่ตาพองดีเอาโดยลูกอมจูนเดียวไงประตูปีเรียกมัดเพยติ๊กเนี่ยบองโปรบอกกวดมวยทาลูกอมไอ้มวยทาลูกปูวุดนึงกวดtrong bộ buôn mà đại bao nhóm đó này tại do tây lụa đại bộ buôn ha nè ở lục ấy lục pu vụt nắng còn ở toàn do tây từ lụa tì vì qua đã có nhập đại bộ nhóm con lụa về phừ hay lục pu vụt nắng con lụa về dục là ngày cứ khó khăn nhiều trắng đâu về hái ở trong bộ buôn mà đại bao nhóm nó ở từ mà xa tiết ban vô co phong ăn co hay cặp bột nó thở từ đây tụi bay hay phừ thì vô cái từ này để sao để có chụp sờไปnó bong bóng này chẳng cứ sai đường bảo dưỡng cứ mình là pan năng thêm bong bóng này cái sai đường thâu thay video ní nhóm đăng thang ca này vậy bảo nhóm cứ ở sơ chỉ cho rom cái đôi chỉ ở sơ đường thâu ở sơ pru ấyประมาณ thế để sao tại chạy bong bóng ní cái chiều video tim mùi để nhóm riêng đi dây hay riêng phơi này chẳng ca phơi ở vậy muối cứ đam tranh bị luôn như top đam tranh bị ca hạt xóm hạt điên này chẳng dừng không tha được video coi cái đó tiết bom ôn chui control và đôi chui like cái đôi chui comment lực thực chân chẳng á
ដើម្បីបន្តឲ្យខ្ញុំធ្វើជាវីដេអូបែបនេះជាបន្តទៀតហើយខ្ញុំនឹងព្យាយាមស្វែងរកសាច់រឿងថ្មីជាបន្តទៀតហ្នឹងហើយពីព្រោះថាខ្ញុំចូលចិត្តហ្នឹងហើយគឺខ្ញុំចូលចិត្តក្នុងការសង្ខេបរឿងក្នុងការសរសេរសាច់រឿងក៏ដូចជារៀននិយាយអារឿងធន់ហ្នឹងបងប្អូនគឺចង់សាកបទពិសោធន៍ថ្មីហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តហ្នឹងហើយកុំភ្លេចហ្នឹងហើយជួយចុច Subscribe ឲ្យ Channel ខ្ញុំម្នាក់មួយផងគឺ Channel នេះគឺខ្ញុំបានទុកវាចោលយូរហ្នឹងហើយបងប្អូនគឺដូចជាចូលឆ្នាំហ្នឹងបងប្អូនមិនមែនចូលខែណាគឺលក្ខណៈចូលឆ្នាំហើយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តក៏ដូចជាតាមដានជាបន្តទៀតហ្នឹងហើយអញ្ចឹងជាចុងក្រោយនៃវីដេអូគឺអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយសង្ឃឹមថាបងប្អូននឹងចាំទស្សនានៅវីដេអូក្រោយៗជាបន្តទៀតហ្នឹងហើយពីខ្ញុំបាទម្ចាស់ Channel Pen Official សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាយបាយ